ប្រទេសអេស្ប៉ាញកាលពីថ្ងៃប្រហោះបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ក៏ដូចជាសង្គ្រាមជារួមនៅប្រទេសអ៊ីរ៉ង់ជំហរនេះបានធ្វើឲ្យទីក្រុងម៉ាឌ្រីតក្លាយជាអ្នករិះគន់យ៉ាងចំហលើប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទោះបីជាមានការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្ត NATO ដែលមិនព្រមសហការក៏ដោយនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក José Manuel Alvarez បានហៅចំនួននេះថាជាការវាយប្រហារលើអរិយធម៌ដោយចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភបំពានច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងបច្ចុប្បន្នក្រោយការវាយប្រហារតាមអាកាសទ្រង់ទ្រីធំនៅលីបង់បានសម្លាប់មនុស្សជាង250នាក់បន្ថែមពីនេះនាយករដ្ឋមន្ត្រី Sanchez ក៏បានទទូចឲ្យសហភាពអឺរ៉ុបព្យួរកិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែលដើម្បីជាការបញ្ចប់ភាពគ្មានទោសពៃជូពូទង្វើដែលលោកហៅថាជាសកម្មភាពឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលផងដែរគួរបញ្ជាក់ថាជំហរប្រឆាំងរបស់អេស្ប៉ាញនេះបានធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុង Washington កាន់តែមានភាពតានតឹងខណៈក្រុមអ្នកគាំទ្រចលនា MAGA របស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងជំរុញកាន់តែខ្លាំងឲ្យមេដឹកនាំរូបនេះដាក់ទណ្ឌកម្ម